ខ្ញុំឈ្មោះផែអាយុ24ឆ្នាំខ្ញុំឈប់ធ្វើការនៅហាងមួយកន្លែងតែឥឡូវខ្ញុំឈប់ធ្វើគេហើយបន្ទាប់ពីខ្ញុំបានរៀបការជាមួយបងឆាយគាត់ថាគាត់ស្រឡាញ់ខ្ញុំខ្លាំងឯងមិនដែលចង់ខ្ញុំលំបាកឯងគាត់ឲ្យខ្ញុំនៅផ្ទះធ្វើជាប្រពន្ធដ៏ល្អនិងមកថែម៉ាក់ក្មេកក្នុងសភាពអញ្ចឹងបើខ្ញុំប្រាប់ថាខ្ញុំមានក្តីសុខខ្លាំងឯងអ្នកទាំងអស់គ្នាជឿខ្ញុំមិនស្អីស្ពៃទៀតហើយរាល់ថ្ងៃស៊ីតែស្ពៃមកចង់ដូចស្ពៃហើយហើយអត់ចេះធ្វើអីទៀតទេណាអូនលុយថ្ងៃយើងទិញស្អីខ្លះបានហត់តែប៉ុណ្ណឹងទេលុយប៉ុណ្ណឹងបើខ្ញុំទិញអីបានខ្លះអូនអាចទិញអីយកទេលុយប៉ុណ្ណឹងទៅស្អីមិនកើតទៀតគាត់ប្រែប្រួលហើយពីមនុស្សម្នាក់ដែលមានហេតុផលទៅជាមនុស្សម្នាក់ដែលគ្មានហេតុផលទាំងពិសោះអូនគិតច្បាស់ហើយអូនចង់មានមុខរបបតខ្លួន គាត់ទៅការងារទៅប៉ុណ្ណឹងអូនអាចធ្វើមិនកើតផងហ្នឹងអូនអាចចង់ធ្វើស្អីទៀតមានពេលពីណានៅតែផ្ទះទៅនិយាយអាចប្រាប់មកដល់ហើយអត់ចេះស្ដាប់គ្នាតែខ្ញុំគួររស់នៅក្នុងស្ថានភាពបែបនេះបន្តទៀតអត់ហើយប៉ុណ្ណឹងវាយอมអស់តែរឿងប៉ុណ្ណឹងខ្ញុំអាចទទួលយកបានប៉ុន្តែអ្វីដែលខ្ញុំមិនអាចទទួលយកបាននោះគឺកុំប៉ះកុំឆ្ងាញ់ច្រើនពេកបោកចេះហើយវាដល់ពេលហើយឡូប៉ែកូនចេញទៅឯងអូនណាការលែងលះគ្នារវាងប្តីប្រពន្ធវាមិនមែនជារឿងចម្លែកទេព្រោះថាបើរស់នៅជាមួយគ្នាមិនចុះសម្រងគ្នាគ្មានភាពស្មោះត្រង់និងមិនចេះឲ្យតម្លៃគ្នាផងនោះតែអ្វីដែលសំខាន់នោះគឺក្រោយការលែងលះគ្នាយើងចេះស្វែងរកក្តីសុខឲ្យខ្លួនឯងរៀនដោះលែងរៀនទទួលយកការពិតរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តឲ្យបានល្អនិងដើរតាមក្តីស្រមៃរបស់ខ្លួនឯង